បាទសូមគោរពនឹងជម្រាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកបន្តនៅវីដេអូរបស់យើងទៀតដែលតាក់ទងជាមួយនឹងការ build ទៅលើរបាយការណ៍ profit and loss អញ្ចឹងវីដេអូមុនខ្ញុំបានបញ្ចប់តាក់ទងជាមួយនឹងការរៀបចំទម្រង់នៃ form របស់យើងហើយទម្រង់នៃរបាយការណ៍របស់យើងឬក៏រូបរាងនៃរបាយការណ៍របស់យើងថាយើងចង់បានរូបរាងបែបណាអញ្ចឹងដូចខ្ញុំបានបង្ហាញនៅវីដេអូមុនអញ្ចឹងគឺខ្ញុំចង់បានរូបរាងបែបនេះខ្ញុំបង្ហាញនៅខាងលើនេះបន្តមកគឺយើងចូលដល់វគ្គនៃការរៀបចំតាក់ទងជាមួយនឹងរូបមន្តថាយើងត្រូវចងបែបណាតែយើងត្រូវកែគេខ្លះដើម្បីយកមកទាញរូបមន្តមកប្រើប្រាស់អញ្ចឹងជាពិនិត្យមើលទម្រង់នៃ form របស់យើងអ្វីដែលយើងត្រូវការខ្លះអ្វីដែលពាក់ព័ន្ធខ្លះទីមួយការបរិច្ឆេទជាចំណុចដែលសំខាន់ដែលយើងធ្វើការទាញទិន្នន័យចេញពី transaction របស់យើងយកមកដាក់នៅក្នុង profit and loss យកមកដាក់នៅក្នុង profit and loss ណាខ្ញុំសូមបញ្ជាក់នៅកន្លែងនេះការបរិច្ឆេទខ្ញុំសូមធ្វើការរៀបចំ12ខែអូតូចុះឥឡូវកន្លែងនេះខ្ញុំដាក់ data validation ខ្ញុំ add rule ហើយខ្ញុំដាក់នេះ is validated ឬចេញមកយើងអូខេចំណុចខ្វាយមកយើងចុចមើលគឺបង្ហាញ calendar បែបនេះអញ្ចឹងខ្ញុំយកពីខែ1នេះពីខែ1ដើមខែ1ចុះដើមខែ1ដល់ខែ12អញ្ចឹងកាលណាយើងចង់ឲ្យវាចាប់ទិន្នន័យពីខែ1ដល់ខែ12បែបនេះយើងប្រើរូបមន្តមួយគឺedit ស្មើយើងដាក់ edit មកនេះ edit ហើយយើង select start date អូខេបន្ទាប់មកយើងចុចក្បៀស1ខែនេះម៉ាន់យើងចង់បញ្ចប់ត្រឹមខែម៉ាន់ខែ12យើង enter មកគឺវានឹង load ចូលដល់ដើមខែម្នាក់ថ្ងៃទី1ខែ1 2025ប៉ុន្តែយើងចង់បង្ហាញឲ្យវាត្រឹមតែថ្ងៃទី31ខែ12 2025ទេអញ្ចឹងយើងគ្រាន់តែនេះយើងគ្រាន់តែដកមួយមកចុចដកមួយវិញមកដកមួយមកគឺសល់ថ្ងៃទី31ខែ12ឯងបើយើងមើលតម្រងប៉ុណ្នេះគឺវារៀងពិបាកមើលបន្តិចchứយើង format វាមកជាតម្រងហើយយើងងាយស្រួលមើលតិចមកនេះចូល format យក number ហើយយើងរើសយក custom date and time នេះយើងអាច custom ចាស់ស្ដាយបានយើងចង់បានតម្រងវិញណាចឹងខ្ញុំចង់បានតម្រងនេះតែគេមានស្រាប់ចុច apply មកគឺវា load ឲ្យបែបនេះហើយចង់ឲ្យវានៅកណ្ដាលចុចនៅកណ្ដាលអូខេប៉ុណ្ណឹងហើយកន្លែងនេះបើយើងគិតថាវាមើលទៅដូចលក្ខណៈថាអាចច្រឡំឬក៏បែបណាយើងអាចសេរីបានយើងចង់ដាក់ឲ្យវាជាប់គ្នាក៏បានបើយើងដាក់ដល់ក៏បានឬបើយើងដាក់ជា border ក៏បានដែរប៉ុន្តែចំណុចនេះខ្ញុំដាក់កន្លែងនេះចុះខ្ញុំដាក់បន្ទាប់ពីក្រោមប៉ុណ្នេះអូខេហើយថាងាយស្រួលមើលមើលទៅយ៉ាប៉ុណ្ណឹងចុះមិនអីទេហើយអ្នកនរគ្នាអាចរៀបចំឬក៏លោកគ្រូអាចរៀបចំទៅតាមតម្រូវការរបស់អ្នកទាំងអស់គ្នាចុះអត់បញ្ហាទេប៉ុន្តែរៀបចំទៅតាមខ្ញុំទាំងស្រុងនេះគ្រាន់តែខ្ញុំផ្ដល់ជាមូលដ្ឋានក្នុងការចងឬក៏ទាញរូបមន្តមកប្រើប្រាស់មកពិនិត្យមើលមកសង្ខេបឬក៏ផ្ដល់ជាគំនិតជា idea បន្ថែមក្នុងការរៀបរបាយការណ៍របស់យើងតែប៉ុណ្្នឹងឯងហើយខ្ញុំរំលឹកទៀតជាJKG ទីពីដើមមករបាយការណ៍នេះគឺវាមិន professional អីណាទេព្រោះឯនៅក្នុងនេះវាមាន balance sheet ទេវាអត់មានពាក់ព័ន្ធជាមួយនឹង income statement ទេវាអត់មានពាក់ព័ន្ធជាមួយមិនមែនផ្ដោតទៅលើ financial statement ទាំងអស់ទេបើតើតើមួយនឹងទម្រង់ standard នៃ financial account ឬក៏ financial statement ឬក៏ accounting គឺវាក្តោបទាំងអស់អញ្ចឹងខ្ញុំគ្រាន់តែយកមកជ្រុងតូចទេមកប្របែកពាក់ព័ន្ធជាមួយនឹងចំណេញខាតម្ចាស់អាជីវកម្មខ្នាតតូចក៏ចង់ដឹងថាលុយគាត់ចំណេញឬក៏ខាតគាត់អត់មានទុនអត់មានអីញ៉ៃឈឺក្បាលច្រើនទេនៅក្នុងនេះហើយខ្ញុំលើកយកតម្រងនៃ bookkeeping ឬក៏តម្រងនៃរបាយការណ៍នេះពាក់ព័ន្ធជាមួយនឹងបន្ទប់ជួលពួកនៅក្នុងនេះវាមានញ៉ៃច្រើនទេបើសិនជាគ្នាយើងចង់រៀបចំតម្រងនៃរបាយការណ៍ដែលមានគ្រប់ទាំងអស់នឹងអាច comment នៅខាងក្រោមវីដេអូបានខ្ញុំនឹងពិនិត្យមើលហើយខ្ញុំនឹងសិក្សាអំពីការរៀបចំបែបណាដើម្បីងាយស្រួលក្នុងការប្រើប្រាស់តទៅជាមួយនឹង Google Sheet នេះណាអូខេកុំឲ្យខាត់ពេលយូរយើងចូលដល់ត្រឡប់មកវីដេអូរបស់យើងបន្តវិញអញ្ចឹងបន្ទាប់ពីយើងរៀបចំការបរិច្ឆេទហើយយើងពិនិត្យមើលអ្វីដែលយើងត្រូវការកន្លែងនេះយើងចង់បានពីខែ1ដល់ខែ12យើងមិនចាំចងចេញពីក្នុងនេះទេកុំតណាយើងមាន income មាន expense មាន profit and loss អូខេនៅក្នុងនេះមានដូចគ្នា income expense debt payback ហើយនឹង debt control ក៏ដូចជា profit and loss អូខេជិះយើង copy ចំណុចទាំងអស់ហ្នឹងដែលយើងត្រូវការយកមកមើលសិនមកសិនខ្ញុំ insert sheet ថ្មីមួយទៅខ្ញុំដាក់have PL ចុះ have PL ប្រទៅលើ profit and loss ណាអូខេយើងពិនិត្យមើលថាត្រូវការគេខ្លះខ្ញុំ copy ក្បាលតារាងមកមើលសិននេះមានក្បាលតារាងប៉ុណ្នេះមួយហើយខាងលើនេះមានដូចគ្នាជាអ្វីដែលយើងយកមកពិនិត្យមើលដើម្បីទាញតម្រងមានការបរិច្ឆេទអូខេអញ្ចឹងខ្ញុំសូមយកតម្រងបែបនេះចាំតិចយើងមាន date នេះមាន start date
start date ហើយយើងមាន end date អូខេ end date ចុះ start date end date កន្លែងនេះយើងទាញចេញពី profit and loss មិញស្មើ start date នៅខាងលើនេះហើយនេះយើងទាញចេញពី end date នៅក្នុង profit and loss នេះយើង enter ចឹងយើងបានហើយយើងបាន start date end date បន្ទាប់មកយើងទាញពីខែ1ដល់ខែ12នៅក្នុងនេះចុះខ្ញុំដាក់start date ហើយនេះដាក់ end date យើងមានពីរនេះខ្ញុំគូសក្បាលតារាងមួយសិនបែបនេះហើយកន្លែងនេះខ្ញុំដាក់ start date យើងយកពីថ្ងៃទី1ពួកខ្ញុំចង់ឲ្យបានមួយខែថ្ងៃទីខែ1ដល់ខែចុងខែ1អញ្ចឹងណាខែ2ដល់ចុងខែ2រហូតដល់ដើមខែ12ដល់ចុងខែ12គឺខ្ញុំចង់បានទម្រង់បែបហ្នឹងដើម្បីទាញរបាយការណ៍អូខេព្រោះនៅក្នុងនេះវាមានតែខែ1ដល់ខែ12ទេដើមឆ្នាំដល់ចុងឆ្នាំអញ្ចឹងយើងអត់មានណាដើមខែ1ដល់ចុងខែ1ដើមខែ2ដល់ចុងខែ2ទេអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ smart ទីមួយសិនមកហើយចុច select ខាងលើនេះខាងលើគេនេះគឺបែបនេះណាបន្ទាប់មកកន្លែងនេះយើងយកប្រើរមុតដូចគ្នាមួយកន្លែងហ្នឹងក៏បានដែរប៉ុន្តែខ្ញុំប្រើ sorry មុននេះយើងប្រើអីគេ edit ទេនេះយើងប្រើ edit អញ្ចឹងកន្លែងនេះយើងអត់ប្រើ edit ទេព្រោះ edit សម្រាប់តែឆ្នាំទេដល់ចុងឆ្នាំអញ្ចឹងយើងប្រើរមុតមួយទៀត eo man នេះស្មើ eo man នេះ eo man អូខេ select start date មកហើយកន្លែង man នេះយើងយកយើងមិនចាំវាយក៏បានដែរយើងដាក់ប៉ុណ្ណឹង enter ក៏បានដែរប៉ុន្តែបើយល់ល្អយើងក្បៀសមួយមកយើងដាក់លេខ0ចុះលេខ0មួយចុះយើងអាចមើលពីការប្រើប្រាស់គេបាននេះបើយើងដាក់លេខ1គឺវាចូលដល់លេខយើងតេស្តមើលចង់ដឹងនេះរីសាខាងលើនេះបើយើងប្រើលេខ0ចឹងថ្ងៃទី31ដល់ថ្ងៃទី31ខែ1 2025តែបើយើងប្រើលេខ1វាចេញចុងខែ2វាចេញចុងខែ2ចឹងខ្ញុំយកលេខ0ចុះហើយ enter អូខេតម្រងខ្ញុំសុំតម្រងបែបនេះទាំងអស់ចឹងខ្ញុំចុច format select all មកបែបនេះហើយកន្លែងនេះedit យកប្រើ edit ល្អហ៎ជប់ខាងនេះខ្ញុំប្រើ edit 12 edit 12នេះខ្ញុំយកពីនេះដល់បូកមួយខែបន្ទាប់ចុះត្រូវក៏យើងប្រើ edit ស្មើ edit edit ប៉ុន្តែមុននេះយកខែ12មែនទេយក12បូក12ខែបូក12ពីខែ1បូក12ឡើងខែដល់ខែ12ថ្ងៃនេះយើងយកពីខែ1ដល់ខែ2យើងបូកទៅ1បាទនេះក្បៀសមកហើយយើងដាក់លេខ1អញ្ចឹងនេះចូលដល់ខែដើមខែ2ហ៎កន្លែងនេះយើង select ដូចគ្នាមកអូខេនេះថ្ងៃនេះយើង select ដល់ខែ12មកអូខេលុបពីនេះចោលទៅអញ្ចឹងយើងអាចមើលបានថ្ងៃទី1ខែ1ដល់ថ្ងៃទី31ខែ1ថ្ងៃទី1ខែ2ដល់28ខែ2ហើយថ្ងៃទី1ខែ3ដល់31ខែ3អូខេពីដើមខែដល់ចុងខែត្រឹមត្រូវទាំងអស់ហើយណាចឹងនៅពេលដែលយើងផ្លាស់ប្ដូរការបរិច្ឆេទនៅខាងក្នុងនេះឧទាហរណ៍នេះយើងបដូរដល់2026 enter ពឹប Jan 2026ដល់ December 2026នេះថាពីដើមខែ1ដល់ចុងខែ12 2026ឥឡូវយើងចូលទៅមើលនៅក្នុង sheet head មិញវាចាប់ឲ្យឃើញ2026ទាំងអស់យល់បានទេណាបន្ទាប់មកយើងធ្វើការយកទិន្នន័យដែលមានជាការបរិច្ឆេទនេះមក update ចូលទៅក្នុងក្បាលតារាងនេះរបស់យើងមួយហើយនឹងខាងមុខនេះមួយទៀតខាងមុខនេះមួយទៀតណាចឹងនៅក្នុងនេះយើងមើលខាងលើនេះសិនមុននឹងចងទាញទិន្នន័យមកកុំឲ្យវាប្រតិគ្នាកុំឲ្យពិបាក insert ចុះឡើងចឹងនៅក្នុងនេះខ្ញុំដាក់យល់ល្អសគួរព្រោះនៅក្នុងនេះកន្លែង depth payback ឬក៏ depth នេះយើងទៅមើល transition តិច depth payback និង depth ជំពាក់នេះអូខេកន្លែងនេះយើងមានជាខ្មែរដែរជាថ្ងៃខែខ្មែរដែរយើងដាក់ខែកញ្ញា2025ហើយសងក៏មានខ្មែរដែរខែខ្មែរដែរអញ្ចឹងយើង convert អង់គ្លេសមិញនេះ convert ការបរិច្ឆេទអង់គ្លេសនេះឲ្យទៅជាខ្មែរមួយឲ្យទៅជាអង់គ្លេសមួយខ្មែរយើងសម្រាប់ចងជាមួយនឹង depth ពីរនេះហើយអង់គ្លេសយើងទុកសម្រាប់ចងជាមួយនឹងសម្រាប់ទាញចូលមកប្រើប្រាស់នៅក្នុងនេះសម្រាប់ប្រើប្រាស់នៅក្នុងនេះអញ្ចឹងខ្ញុំប្រើទាំងពីរចុះខ្ញុំប្រើទាំងពីរចុះអូខេអញ្ចឹងនេះខ្ញុំដាក់wait KA ចុះdate KA គឺក៏มันKA ចាប៉ុណ្នេះចុះដាក់ងាយយល់ខ្លួនឯងទៅมัน EN ចុះទាញប៉ុណ្នេះមកជប់អក្សរប៉ុណ្នេះហើយខ្មែរនេះយើងប្រើរូបមន្តបែបណាដើម្បីឲ្យវាបដូរទៅជាខ្មែរបដូរទៅជាខ្មែរអញ្ចឹងយើងប្រើswitch ចុះយើងប្រើ switch ចុះប្រើរូបមន្ត switch ស្មើ switch នេះស្មើ switch expression ខ្ញុំប្រើលក្ខខណ្ឌនេះការបរិច្ឆេទយើងត្រូវប្រើជា text ហ្នឹងមែនទេ text យើងចង់ convert អីគេចង់ convert ខែឆ្នាំយើងដាក់អង់គ្លេសទៅដែរចុះ
ឆ្នាំ2021ដាក់អង់គ្លេសតែចុះប៉ុន្តែបើករណី Jan ឬក៏ February ឬក៏ March ឬក៏ April ឬក៏ May អីហ្នឹងឲ្យវា convert ទៅជាខែរបស់ខ្មែរវិញនិយាយចង់បានអញ្ចឹងយកឲ្យវា switch ទៅជាខែខ្មែរវិញអញ្ចឹងយើងប្រើ text មកដើម្បីចាប់យកតែនេះទេចាប់យកតែខែទេថ្ងៃនិងឆ្នាំបើចាំទៅប៉ះពាល់ទេយើង select នេះមកយើងចង់ចាប់យកចេញពីតំណែងក៏បានឬក៏ខាងមុខនេះក៏បានដែរយកខាងមុខនេះចុះនេះយើងក្បៀសមួយមក format យើងចង់ទាញយកតំណែងអីគេខែមែនទេអញ្ចឹងយើងដាក់ double quote មកយើងដាក់ 3 ដងអូខេ 3 ដងបន្តមកយើងបិទអូខេបិទមួយហើយយើងក្បៀសមកចូលដល់ cast 1មានន័យថាយើងចង់លើខ្ញុំ enter កន្លែងនេះមួយចុះចុច control enter ផងយក enter មកធម្មតាចុច control enter ដើម្បីចុះបន្ទាត់ណាcast ទី1យើងចង់យកខែគេខែមករាមែនទេអញ្ចឹងខ្ញុំដាក់ double quote មកដាក់Jan ប៉ុណ្ណឹងណាដាក់ពេញណាព្រោះយើងដាក់ double quote ខាងលើខាង format ខាងលើនេះ3ចឹងយើងដាក់ January អូខេ January ឲ្យវាក្បៀសមួយសិនឲ្យវា value ចេញតម្លៃគេឲ្យចេញតម្លៃខែមករាអូខេយើងក្បៀសមួយទៀតយើងចូល cast ទី2យើងចូល cast ទី2ឃើញទេឥឡូវខ្ញុំដាក់ចេះចុះកុំឲ្យ shit លុបមួយសិន control enter cast ទី2ខែ2មែនទេFebruary ហើយវាចេញតម្លៃមកគឺកុម្ភៈអូយអសមើលចង់ឃើញខ្លួនឯងខ្ញុំសុំប្រិយតិចណាមួយថ្ងៃមិនព្រមប្រិយទេសុខចិត្តឲ្យគ្នាអង្គុយមើលនៅក្នុង screen ទូរស័ព្ទទាំងវេទនីអូខេអធិស្ឋានផងណាតោះអូខេយើង control enter មួយទៀតមកចាស្ដីនេះយើងចង់ដាក់បន្តគ្នាក៏បានតែខ្ញុំចង់ដាក់បែបនេះដើម្បីឲ្យគ្នាយើងងាយស្រួលមើលណាdouble quote ខែ3ក្បៀសខែ3គេខែមីនាក្បៀសទៀតមកហើយបន្តមកពីខែ1ដល់ខែ12មកណាApril អធិស្ឋានគ្នាយើងមុនផងក្រឡូថាខាងខ្ញុំអានអង់គ្លេសទៅអត់សូវត្រូវពាក្យឬក៏មិនអីអធិស្ឋានផងណាអូខេខែ5មេប៊ីសមកខែ5ឧសភាអូខេក្បៀសមួយទៀតមក double quote មកយើងដាក់ខែ6 June ក្បៀសមួយ double quote ខែ6ខែគេខែមិថុនាខែ7 July អូខេកក្កដាអូខេចូលដល់ខែ8 August អស់នេះអាចខាកន្លែងនេះចេញបានណាគឺលោខ្ញុំសរសេរទៅលឿនឬខំមិនអីមិនឬមួយក៏យឺតឬមួយក៏ចាយពេលអ្នកទាំងអស់គ្នានឹងអាច skip ទៅអត់អីទេណាអត់អីទេអូខេខែ8ខែសីហា quote ជប់ខ្ញុំសុបិតនេះចោលមួយសិនដើម្បីងាយស្រួលមើលណា cast អូ sorry cast មួយទៀតគឺខែ9 September កញ្ញាមួយទៀតខែ10 October ខែតុលាខែ12 November វិច្ឆិកាប្រចាំច្រឡំដាក់រោវិច្ឆិកាហើយយើងដល់ខែ12 December ធ្នូអូខេអញ្ចឹងនៅពេលដែលយើងបានប៉ុណ្ណឹងហើយយើងទាញ text មកជាឆ្នាំមួយទៀតមកជប់ខ្ញុំបិទវងកញ្ចក់មួយសិនចាំតិចខ្ញុំមើលដូចជាមានអារម្មណ៍ថាខុសអីមួយយ៉ាងខាងលើអូខេធ្នូand យើងដាក់ចំអាសញ្ញាត្រីបែបនេះដែរណា and ត្រីមួយមកហើយ and មួយទៀត text format ទាញយកឆ្នាំនេះមក
ទាញយកឆ្នាំមកណា text វាមួយ format y 4 enter ពឹបខ្ញុំសុំមើលសិនតើខុសអីណានេះយើងបិទមួយត្រឹម text នេះហើយនេះយើងបិទការ switch របស់យើងអូខេវ៉េតនេះOh my god យើងប្រើអំ4ខ្ញុំដាក់អំ13ចឹងមិនរកកន្លែងមិនឃើញយ៉ាអញ្ចឹងយើងបានតម្រង់មកនេះឃើញទេ Jan គឺលោតចូលមកខែមករាគឺយើងបានតេស្តមើលមកអញ្ចឹងនេះកាលនេះលោតខែ1វាចូលមកមករា February compare March គឺមីនាអូខេអញ្ចឹងយើងទាញដូចគ្នាមកអូខេយើងធ្វើការ format នេះមួយសិនយ៉ាបានហើយប៉ុណ្នេះហើយនេះយើងតម្រង់អង់គ្លេសដូចជាมันមានអីត្រូវស្មុគស្មាញច្រើននេះមែនទេយើងប្រើ text format ធម្មតាមកស្មើ text យ៉ាយើងសេលេចមួយនេះហើយយើងក្បៀសមកយើងចង់បានទាញយកតន្ន័យណាមកប្រើថ្ងៃយើងមិនចាំយកទេយើងយកតែខែនិងឆ្នាំបានហើយខែនិងឆ្នាំយើងយកខែតម្រង់ពេញឬមួយក៏ខែតម្រង់កាត់3អក្សរបែបនេះឬមួយក៏ខែតម្រង់មានតែពីរតម្រង់ហ្នឹងឯងអូខេនិយាយលេងទេតាកុំឲ្យខាត់ទេយើងformat ទៅតម្រង់ខែពេញលេញហើយ tray ជាមួយនឹងឆ្នាំគឺពេញបែបនេះយើង enter មកយើងទាញឲ្យដូចគ្នាមកអូខេទាញក៏បានឬក៏ចុច select ដល់ខាងក្រោម control D ក៏បានដែរយើងបានការ format ការបរិច្ឆេទមកទៅជាតម្រង់ខ្មែរមួយដើម្បីទុកគណនាជាមួយនឹងថ្ងៃទីគេសងត្រឡប់ដើម្បីកាត់កងជាមួយនឹងកិច្ចពាក់នេះស្រួលក្នុងការ control depth ហ្នឹងហើយនឹងការ format គោលបំណងនៃការ format មកជាតម្រង់ខ្មែរដើម្បីវាត្រូវជាមួយនឹងcategory ដែលយើងបានកំណត់នៅក្នុង transaction នៃ depth ហើយនឹង depth payback អូខេហើយកន្លែងនេះគឺយើងប្រើសម្រាប់ទាញយកមកដាក់នៅក្នុងរបាយការណ៍ profit loss របស់យើងទេអញ្ចឹងយើងទាញចូលធម្មតាមកមិនចាំនេះដាក់ស្មើយកមកស្មើ head នេះមួយយើង select ចេះមកឬមួយក៏យើងប្រើអញ្ចឹងទេកុំឲ្យនេះឈប់យើងបើកគ្នាមួយយើង select កន្លែងនេះយើងយកមកជួនមកយើងបិទគ្នាវិញមក enter មកវាលោតឲ្យទាំងអស់ហើយមែនអត់ហ្នឹងហើយលឿនងាយប៉ុន្តែកន្លែងនេះអត់កើតទេស្មើ select មួយក៏បានអូខេបើគ្នាយើងមានវិធីណាលឿនជួយប្រាប់ផងណាពេលខ្លះយើងមានការ share គ្នាទៅវិញទៅមកខ្ញុំចេះខ្ញុំប្រាប់អ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាចេះជួយប្រាប់ខ្ញុំវិញផងពេលខ្លះតើតាមានការស្រាវជ្រាវបានយើងអាចនេះបានជួបខ្ញុំព្រមទូទីសិនធំពេកដាក់ត្រឹម10ទៅបានហើយនេះខែប្រហែល1 2 3 4 5 6 7 8អូខេខែ9តែប្រហែលតែម្ដងហ្នឹងទេតាចាំតែក្រោយខ្ញុំស្រាវជ្រាវមើលទីសាធ្វើម៉េចដើម្បីឲ្យលឿនដើម្បីចែករំលែកដល់អ្នកថាគេគួរធ្វើម៉េចដើម្បីឲ្យបានលឿនអញ្ចឹងណាប៉ុណ្នេះបានហើយបើយើងចង់ទាញឲ្យវារៀងត្រូវបានបន្តិចយើងដាក់ត្រឹម120ចុះអូខេប៉ុណ្នេះមកល្មមស្អាតបានហើយនេះចាំយើងប្រើ VLOOKUP ជាមួយនឹងការបច្ចេកនេះចុះជាមួយនឹងការបច្ចេកខាងលើនេះដូចគ្នាយើងប្រើ VLOOKUP ឥឡូវចាំយើងមករៀបចំមកនេះសិនព្រោះ transaction របស់យើងវាមាន2មែនទេវាមានលុយជាដុល្លារហើយនិងលុយជាខ្មែរអញ្ចឹងយើងត្រូវការ convert លុយខ្មែរនិងលុយដុល្លារហ្នឹងមកជាលុយតែមួយដែលយើងចង់បានសិនបូកបញ្ចូលគ្នាសិនទៅយកជាគោលគឺដុល្លារដើម្បីបង្ហាញនៅក្នុងរបាយការណ៍របស់យើងអញ្ចឹងណាអញ្ចឹងខ្ញុំដាក់នៅក្នុងនេះ income តម្រង់ជាលុយរៀលហើយនឹង income តម្រង់ជាលុយដុល្លារអូខេពីហ្នឹងហើយមួយទៀតនេះយើងទាញចេញពី transaction ណាពីនេះយើងទាញចេញពី transaction ព្រោះ transaction របស់យើងវាមាន2 column នេះវាមាន2 column ចាយើងទាញវាគ្នាមកយើងទាញ2នេះចូលគ្នាមកហើយចាំយើង convert វាincome ខ្ញុំដាក់ convert ដាក់សកាត់ក៏បានដែរណា convert យើងដាក់ C ទៅទេចុះច្រឡំអូខេយើងបានតម្រង់ប៉ុណ្្នឹងហើយយើងពិនិត្យមើលនេះយើងបានមួយមែនទេអញ្ចឹងអត្ថន័យនេះយើងទាញយកមកប្រើប្រាស់នៅក្នុងមួយនេះមែនទេ
យើងទាញយកប្រើប្រាស់នៅក្នុងមួយនេះកន្លែងនេះយើងអត់ទាញប្រើបានទេព្រោះនៅខាងលើនេះគឺមាន depth មួយទៀតយើងសល់ depth មួយទៀតអញ្ចឹងយើងអត់ទាន់អាចទាញមកប្រើប្រាស់បានទេយើងប្រើប្រាស់នៅក្នុងនេះសិនហើយចាំពេលដែលយើងចងដល់ depth ចាំយើងទាញមួយទៀតគឺយើង income សុទ្ធមកដើម្បីយកមកប្រើប្រាស់នៅខាងលើនេះអូខេតោះអញ្ចឹងនេះយើងបានប៉ុណ្្នេះហើយកន្លែងនេះexpand មក transaction របស់យើងមានប៉ុន្មានយើងដាក់ទាំងអស់មកarea ហើយចុចកន្លែងនេះមក control R មកវាដូចគ្នាហើយដុល្លារនេះ control R មួយទៀតយើងយកសរសេរពាក្យថា convert អ្វីអត់មើលអូខេបានប៉ុណ្ណឹងខ្ញុំដាក់ highlight ពណ៌ទឹកសមុទ្រយកពណ៌ទឹកសមុទ្រនៅពីនេះយកពណ៌លឿងកុំឲ្យច្រឡំវល់វែកគ្នាពេញហ្នឹងឡើយយ៉ាណាដែលយើងយកមកប្រើប្រាស់ចាំយើង highlight ពណ៌ទឹកសមុទ្រទៅដើម្បីងាយស្រួលចំណាំក្នុងការ select រូបមន្ត depth មួយទៀតdepth អូខេ depth នេះយើងយកតម្រង់ជា real control R តម្រង់ជាដុល្លារ control R convert ហើយយើង copy មួយហើយយើង copy path formatting មកការ path formatting នេះយើងចុច control Alt បូកជាមួយនឹងអក្សរ V អាហ្នឹងគឺយើង path មកតើ format ទេ path មកតើ format ទេណានៅសល់ indicative the payback នេះណាអូខេ real control R ដូរទៅជាដុល្លារ convert យ៉ាតិចមកកុំឲ្យវានេះពេកទុកសិនចុច double click មកអូខេឲ្យវា fit ទៅតាម column ចុះ copy អានេះវាខ្លីពេកមែនទេយើងតិចកុំឲ្យច្រឡំវាអូខេដែល payback ហើយយើងនៅខ្វាយគេទៀតកន្លែងនេះយើងទាញតាមការបរិច្ឆេទនៅខាងមុខនេះនៅខាងមុខនេះទាញតាមការបរិច្ឆេទដែលយើងកំណត់ចន្លោះនៃការបរិច្ឆេទដែលយើងចង់បានអញ្ចឹងយ៉ាងតិចយើងទាញទាំងអស់គ្នាមានបានដល់ depth payback ហើយនៅសល់ depth control មួយទៀតមែនទេ depth control នេះជាក់ស្ដែងទៅយើងមិនចាំបែងចែកលក្ខណៈថា real ដុល្លារអីញ៉ៃទេយើងមិនបែងចែកព្រោះយើងយកទៅលើដុល្លារមកប្រើទៅយើងយកអា convert នេះមកកណនីយកប្រើមកនេះយក depth payback ឃើញ depth control ដែរ depth control នេះយើងយកជាដុល្លារហើយយើងដាក់ពណ៌វាប្លែកជាងគេបន្តិចទៅអូខេប៉ុណ្ណឹងបន្ទាប់ពីបានទាំងអស់នឹងហើយយើងមាន income ឃើញទេយើងមាន expense យើងមាន debt យើងមាន debt payback ណាហើយយើងមាន debt control debt ដែលគាត់កាត់កងលុយសងទៅពេលអីទៅអស់ហើយសងប៉ុន្មានអីប៉ុន្មានហ្នឹងតើបើយើងចូលដល់តួអង្គរបស់យើងមួយទៀតគឺ income អូខេអោ copy មកមួយទៅអីយើងផាសនេះមកយ៉ាអានេះយើងទាញយកមកប្រើប្រាស់នៅក្នុង3នេះយើងទាញយកមកប្រើនៅក្នុង3នេះហើយមកជួរនេះមានដូចជា income convert expense convert debt convert ណាមាន debt payback convert ហើយនឹង debt control នេះគឺយើងយកមកប្រើប្រាស់នៅក្នុងតារាងខាងក្រោម detail នេះហើយ profit and loss ដដែលទេយើងទាញយកមកប្រើប្រាស់រួមទេណាអូខេឥឡូវយើងបានប៉ុណ្នេះហើយខ្ញុំសូម highlight ពណ៌ផ្លែមួយទៀតចុះកុំឲ្យច្រឡំគ្នាលេខពេកក៏ហមអក្សរពណ៌នេះចុះអូខេបានហើយប៉ុណ្ណឹងរួចរាល់មកវគ្គមក step ចប់មកដំណាក់កាលនេះយើងចងរូបមន្តខ្ញុំខានបែងចែកកលឹមបន្តិចសិនយ៉ាកន្លែងនេះយើងគួរប្រើប្រាស់រូបមន្តអីគេមានការបរិច្ឆេទមាន start date មាន end date នៅចន្លោះថ្ងៃទីមែនទេនៅចន្លោះថ្ងៃណាដល់ថ្ងៃណាយើងចង់បានទិន្នន័យជាតួលេខសរុបចង់ដឹងថានៅក្នុងខែមួយនេះពីថ្ងៃទី1ដល់ថ្ងៃទី31មានប្រតិបត្តិការប្រមាណដែលពាក់ព័ន្ធជាមួយនឹង income ហ្នឹងបូកបញ្ចូលគ្នាបង្ហាញនៅក្នុងតារាងតែមួយនៅក្នុង cell តែមួយអញ្ចឹងកាលណាបូកបញ្ចូលគ្នាដោយមានលក្ខខណ្ឌការបរិច្ឆេទយើងប្រើប្រាស់រូបមន្ត sum if កាលណាលក្ខខណ្ឌមានចាប់ពី2ឡើងទៅឬក៏ច្រើនជាង2យើងប្រើ sum if មាន s ពីក្រោយទៅអាចកំណត់លក្ខខណ្ឌបានលើសពី2ហើយលើសពី2ទៅណាអូខេអញ្ចឹងយើងប្រើរូបមន្ត sum if នេះ sum if មាន s ពីក្រោយមកយើងមើលលក្ខខណ្ឌពីការប្រើប្រាស់គេបន្តិច sum range យើងចង់ sum range ទៅលើទិន្នន័យណា
income មែនទេ income transaction យើងចូលមក seed income transaction របស់យើងដែលយើងបានរៀបចំមកកាល cash នេះចាំណាចាំឲ្យទីនៅក្នុង transaction អីយើងមាននៅក្នុងនេះហើយយើងទីនៅក្នុងនេះមកអូខេselectលើ income យើងពិនិត្យមើលនៅក្នុងនេះមានជាដុល្លារអូខេតាមពិតទៅយើងទីនៅក្នុងនេះក៏បានដែរនេះប៉ុន្តែបើខ្ញុំជ្រុលមកដល់កន្លែងនេះហើយអញ្ចឹងក៏តាមនេះទៅអត់អីទេណាអូខេដូចគ្នាយើងចាក់ស្អីយើងទីពីនេះមកក៏បានដែរអធិស្ឋានផងភ្លេចមើលដល់កន្លែងនេះមិនឃើញអញ្ចឹងខ្ញុំទាញពីនេះបញ្ចូលគ្នាមកនេះរៀលជប់បាំងនេះរៀលយើងលុបនេះទៅយើងធ្វើច្រើនយើងចេះច្រើនអញ្ចឹងដូចមិនអីទេណាបើសិនជាយើងធ្វើដល់កន្លែងនេះលឿនបានអូខេយើងក្បៀសមកយើងមើលលក្ខខណ្ឌគេតិចនេះលក្ខខណ្ឌទី1ខ្ញុំប្រើជប់លក្ខខណ្ឌទី1នេះយ៉ាអញ្ចឹងយើងសាំរែងទៅលើទឹកប្រាក់ជាលុយរៀលសាំរែងទៅលើទឹកប្រាក់ជាលុយរៀលហើយកំណត់លក្ខខណ្ឌតាមការបច្ឆេនេះមែនទេចេញទៅតាមការបច្ឆេនេះមួយមកតាមការបច្ឆេនេះមួយយើងកុំភ្លេច absolute ផងខ្ញុំ absolute មួយទៀត absolute មានន័យថាយើងលុបទៅលើ cell នៅកុំឲ្យរត់ទេតែពេលយើងអូសរមុនទៅវាអត់រត់ទេអូសទៅឆ្វេងក៏រត់អូសទៅស្ដាំក៏រត់អូសទៅក្រោមក៏រត់ដែរច្រឡំអូសទៅស្ដាំអូសទៅឆ្វេងអូសមកស្ដាំអូសមកក្រោមឬមុនយើងអូសបានតែប៉ុណ្្នឹងទេទីបានតែប៉ុណ្្នឹងទេយើងអាចអូសទៅឆ្វេងឬក៏ទៅលើទេជាស្រ័យផងណាអូខេអញ្ចឹងយើងកំណត់មកcriteria rank ទី1នេះអញ្ចឹងយើងកំណត់លក្ខខណ្ឌមិនចុះ double quote មួយយើងដាក់ចន្លោះថ្ងៃទីមែនទេចាប់ពីថ្ងៃទីណាថ្ងៃទី1មិញដល់ថ្ងៃពីថ្ងៃទី1ចូលមកនេះសិននេះចាប់ពីថ្ងៃទី1ដល់ថ្ងៃទី31ខែ1មែនទេអញ្ចឹងយើងដាក់ធំជាងមកធំជាងឬក៏ស្មើហើយកុំភ្លេចជាប់សញ្ញា n ផងចាំយើង select តោះនេះណាប៉ុណ្ណឹងយើង absolute មួយសិនកុំឲ្យវារត់ខ្លាចចាប់អត់តាន់លក្ខខណ្ឌទី2យើង select មកនេះ sorry income ដូចគ្នាហើយយើង absolute មកដែរមកគេវាដូចតែគ្នាហ្នឹងបើខ្ញុំ copy មកក៏បានដែរមិញតែខ្ញុំព្យា copy តូចជាងឬក៏ស្មើហើយកុំភ្លេចភ្ជាប់សញ្ញា n មួយផងយើងចូលមក select range របស់យើងមួយនេះ select range អូខេ absolute មួយមក enter ពឹបអញ្ចឹងគឺយើងចេញទៅលើនេះមកហើយអូខេយើងទៅមើល transaction ទីខែមែនខែ9ខ្ញុំបដូរ transaction ដាក់ខែ2026ចុះចុះខែ1នេះទី2ខ្ញុំដាក់ទី3អូខេ2ថ្ងៃខុសគ្នាណាអញ្ចឹងអត់មានចំនួនដុល្លារអូទីមើលទៀតខ្ញុំដាក់2500ចុះខ្ញុំដាក់5000រៀលអញ្ចឹងបូកសរុប2នឹងចូលគ្នា7500រៀលអូសាហាវថ្លៃកក់បន្ទប់2500នេះឧទាហរណ៍ទេជាស្រ័យណាហ្នឹងហើយយើងចូលមកមើលតែនៅនេះឃើញចាំមកហើយអញ្ចឹងគឺយើងប្រើលក្ខខណ្ឌមួយនេះត្រឹមត្រូវហើយយើងប្រើលក្ខខណ្ឌនេះត្រឹមត្រូវហើយមុននេះខ្ញុំ absolute នេះទៅមិន absolute row ទេយើង absolute ទៅ column សិនបានហើយហើយយើងទីមកឆ្មាច់រួចរាល់អូខេ0ទាំងអស់ហើយមែនទេនេះចាប់ហើយអូខេអញ្ចឹងយើងបានតំណែងមួយហើយដុល្លារចាក់ស្ដែងទៅយើងទាញចាំមកអូឆ្វាច់បដូរអានេះមិញសាំរែងរបស់យើងនៅក្នុង column E មែនទេនេះ column E 3ដល់ E នៅក្នុង seed income column 3ដល់ E seed income ចឹងយើងបដូរមក column F វិញមក F3 ដល់ S នេះចំណេញពេលហ្នឹងបើចាំប្របាចងម្ដងទៀតយើងបដូរមក F មកហើយនេះ F ដូចគ្នាមកការបរិច្ឆេទនៅក្នុង column ត្រៃហ្នឹងចឹងយើង enter មកហើយយើងពីលើដល់ក្រោមមករួចរាល់ចាប៉ុណ្ណឹងយើងបើចាំដាក់មានអីទេ clear ទៅនេះក៏បានហើយយ៉ា convert យើងយកអានេះគុណ exchange មកយើងចង់ដាក់ exchange ហ្មងឬក៏បន្តមកយើងបូកជាមួយនេះមកគឺ convert ចូលគ្នាឃើញទេព្រោះពេលខ្លះប្រតិបត្តិការវាអត់ដូចថ្ងៃគ្នាទេខ្ញុំឧទាហរណ៍ថានៅក្នុងនេះខ្ញុំ copy ប្រតិបត្តិការថែម2ទៅចុះនេះអានេះខ្ញុំដាក់ខាងលើខ្ញុំដាក់ជាលុយខ្មែរខាងក្រោមជាលុយដុល្លារអញ្ចឹងវាអត់នៅក្នុងប្រតិបត្តិការតែមួយទេឃើញទេជាងចង់បូកតន័យចូលគ្នាតើបូកអាពីរនឹងចូលគ្នាពេលបូកចូលគ្នាមិនកើតមួយជាលុយរៀលមួយជាលុយដុល្លារហ្នឹងអញ្ចឹងណាអញ្ចឹងដើម្បីបូកទឹកលុយនឹងចូលគ្នាបានតើយើងគុណជាមួយនឹង exchange ត្រូវទេណាអញ្ចឹងកាលណាយើងគុណ exchange ដូចជាមិនមានស្មុកស្មាញច្រើនទេយើងគុណយកមកស្មើច្រឡំគុណ exchange ច្រឡំគុណយើងចែកនឹង 4000 រៀលខ្ញុំដាក់ស្មើចុះ 4000 រៀលហើយយើងបូកជាមួយនឹងអាចទៅកុំឲ្យគ្នាយើង comment សួរខ្ញុំទៀតថាមិនបានច
ចាំបាច់ដាក់បង្កចោឬក៏មិនដាក់បង្កចោឬក៏មិនចាស់ស្ដែងទៅដាក់ក៏បានមិនដាក់ក៏បានដែរព្រោះប្រមាណវិធីគុណនឹងចែកមានលក្ខណៈត្រឡប់ខ្ញុំគ្រាន់តែដាក់ចឹងដើម្បីឲ្យគ្នាយើងងាយស្រួលមើលទេថាគេយកអានេះចែកនៅ 4000 សិនយកលុយរៀលទៅចែកជាមួយនឹង exchange សិនយើងចង់កំណត់ exchange 41ក៏41ទៅ41កន្លះក៏41កន្លះទៅតែឥឡូវយើងដាក់40គត់ចោះជាទូទៅអញ្ចឹងណាឬក៏40គត់30 40គត់60ឯតាមចំណង់ចំណូលចិត្តតាមមធ្យោបាយរបស់អ្នកទាំងអស់គ្នាទេកន្លែងហ្នឹងបន្ទាប់ពីយើងនេះអាមកលក្ខខណ្ឌនៅក្នុងមុខកញ្ចក់ដែលខ្ញុំដាក់នេះណាគឺយើងបដូរពីលុយរៀលមកជាលុយដុល្លារតាមរយៈ exchange បន្ទាប់មកយើងបូកជាមួយនឹងលុយដុល្លារនេះមកគឺបានហើយយើងទីមកប៉ុណ្ណឹងមកបានហើយនេះឃើញទេអូខេមានរូបមន្តត្រូវអស់ហើយយ៉ាបន្តទៀតនៅក្នុង sheet expense ម្ដង copy មកបានតែស្មើសាំអូខេសាំរែងនៅក្នុង debt នេះមកនេះដូចគ្នាមកវាមិនខុសគ្នាមែនទេយើង absolute ផងពេលដែលយើងទីរមុនអូសមកក្រោមនេះហើយថានេះមកហើយលក្ខខណ្ឌទី1យើង select ការបរិច្ឆេទ double quote ក្បៀសផង double quote ហើយយើងដាក់ធំជាងឬស្មើហើយដាក់សញ្ញា n មួយមកច្រឡំ n មួយមកតោះមកយើងចូលមកនៅក្នុង sheet របស់យើង select ពីនេះមកយើង absolute ទៅលើ column ហើយយើងក្បៀសមួយយើង copy នេះត្រឹមនេះមកត្រឹមក្បៀសនេះមកsorry ត្រឹមនេះមកកុំទាវច្រើនណាលេខ absolute អូខេក្បៀសមួយ double quote តូចជាងឬក៏ស្មើ and នេះមក enter ពឹបរួចរាល់មួយទៀតហើយ complete absolute ទៅលើនេះផងទៅលើcolumn 2ជាប់មាត់តាយើង select មកយេតេស្តមើលនេះប៉ុណ្ណឹងមើលអូខេខ្ញុំឆ្លាញ់ Google Sheet ត្រង់ហ្នឹងណាពេលដែលយើងចង់ចូលទៅក្នុង cell មួយទៀតយើងមិនបាច់ចុច double click លើនឹងដូច Excel ទេមែនទេយើងគ្រាន់តែ enter លើនឹងមកគឺវាចូលទៅក្នុងនឹងតែម្ដងនិយាយស្រួលកន្លែងហ្នឹងណាហ្នឹងហើយតោះនេះយើងទាញនេះមួយមកអូខេប៉ុណ្នេះឃើញទេអត់រត់ទេកាលណាយើង absolute column ហើយវារត់ទេជាយើងក៏បដូរនេះ D មក E មក D មក E មកមិនខ្ញុំត្រូវដូរ D មក E យើងចូលមើលមកនេះមិនបដូរពី D មក E ព្រោះ E នៅក្នុងដុល្លារនៅក្នុង column E អូខេយើងអូសមកឆ្វាច់រួចមួយទៀតចាវារកមួយទៀតហើយបន្តមកកន្លែងនេះដូចគ្នាយើង copy មកទាញយកមកឆ្វាច់ហើយមួយទៀតdepth ដំណើរការដូចគ្នាអញ្ចឹងមិនខុសគ្នាទេយើងទាញបន្តរហូតមកអូខេវីដេអូយើងវែងបន្តិចហើយប្រហែលជាត្រូវជាពុះជា2ឲ្យអ្នកទាំងអស់គ្នាកុំឲ្យមើលវែងពេកហើយកាលណាខ្ញុំផុសយូរដែរត្រឹមតែផុសចេញយូរចឹងយើងចាយពេលបន្តិចចឹងខ្ញុំបញ្ចប់នេះមួយទៀតខ្ញុំកាត់វីដេអូមកវគ្គហ្នឹងសិនហើយយើងបន្តមកវគ្គទីព្រោះចូលខ្ទង់40នាទីហើយមើលទៅ40នាទីជាងហើយណាហ្នឹងហើយចឹងខ្ញុំបង្ហាញមួយទៀតសិនចាំយើងចូលដល់តំណែងនេះមួយទៀតអូខេស្មើ sum if ដូចគ្នាចឹងមាន s មក sum range នៅក្នុង depth មកនេះ depth មិញដុល្លាររៀលអូខេ sum range absolute 1ក្បៀសហើយយើងដាក់លក្ខខណ្ឌនេះការបរិច្ឆេទ absolute មួយទៀតក្បៀស double quote ធំជាងឬក៏ស្មើដាក់សញ្ញា n នៅខាងក្រៅ double quote ចូលមក profit and loss នេះយើង select ការបរិច្ឆេទនេះមួយហើយយើង absolute ទៅលើ column ដាក់សញ្ញាដុល្លារនៅក្នុង column មកបន្ទាប់មកយើងដាក់ក្បៀសហើយយើង copy នេះមកដាក់មកអូខេផាសក្បៀស double quote តូចជាងឬក៏ស្មើហើយសញ្ញា n នៅក្រៅ double quote យើង select ទៅលើថ្ងៃ ended អូខេ click absolute column B អូខេទាញឆ្វាច់មករួចរាល់មួយទៀតហ្នឹងណាហើយយើងទាញខាងលើនេះទៅមួយមកបដូរមក column នេះបដូរពី column S មក column នេះគេមិញបដូរពី column S មក column G អូខេបដូរពី column S មក column G មូលហេតុអីចូលមើលដល់ទៅ column S ជាលុយរៀល column G ជាដុល្លារយើងចូលមក profit and loss ហើយយើងធ្វើការទាញនេះទាញឆ្វាច់រួចរាល់ញ៉េបានបើបាននេះចូលហើយត្រូវហើយហើយ convert យើង copy នេះមកផាសនៅកន្លែងនេះមកផាសធម្មតាមកណា copy control V control C control V មកដោយទាំងរូបមន្តដោយទាំង format ទាំងអស់ហើយអូមកឆ្វាច់រួចរាល់អូខេមួយចុងក្រោយនៅក្នុង debt payback កុំឲ្យសល់ហើយបើហើយទៅចាំវីដេអូមួយទៀតចាំយើងទាញហើយនឹងរៀបចំ graphic
ចាំយើងទាញទៅប្រើប្រាស់នៅក្នុងរបាយការណ៍របស់យើងហើយ look up ទៅក្នុងនេះហើយហ្នឹងរៀបចំ graphic ព្រោះគ្រាន់តែទាញនេះមួយរៀបចំ sheet នេះមួយហ្នឹងចង់1ម៉ោងបាត់ហើយប៉ុន្តែអត់អីទេខ្ញុំនឹងគុណ speed ឲ្យដើម្បីងាយស្រួលមើលកុំឲ្យចំណាយពេលរហូតដល់ទៅ40នាទីឬក៏1ម៉ោងអង្គុយមើលជាយើងចំណាយពេលត្រឹមតែ30នាទីជាងអាចមើលចប់ហើយតែកុំឲ្យទុំទាវច្រើនហើយជ្រៀតពេលនេះសម្រាប់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនដែលកំពុងតែស្វែងយល់តាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើ Google Sheet កុំភ្លេចលើកទឹកចិត្តខ្ញុំតាមរយៈការចុច like subscribe ទៅលើ channel របស់ខ្ញុំផងព្រោះអីបច្ចុប្បន្ននេះខ្ញុំអត់ទាន់អាចមានពេលគ្រប់គ្រាន់ក្នុងការធ្វើវីដេអូនៅក្នុង YouTube ច្រើនទេដោយសារតែយើងមានការងាររបស់យើងដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងអធិស្ឋានមែនតើសម្រាប់ការខកខានវីដេអូមួយរយៈនេះហើយគ្នាយើងខ្លះបងខ្លះក៏គាត់បាន comment សួរដែរលោកគ្រូកាលណាចេញវីដេអូបញ្ចប់ផ្នែកចប់ភាគរបស់យើងតាក់ទងមួយនឹងរបាយការណ៍ profit and loss ហើយខ្ញុំក៏អធិស្ឋានដែរដែលខកខានរៀងយូរគួរសមហើយចូល2សប្តាហ៍ហើយថា2សប្តាហ៍ជាងអញ្ចឹងសកម្មតែគ្នាយើងអធិស្ឋានផងណាហ្នឹងហើយអូខេអញ្ចឹងអាចមើលតាមវីដេអូនេះបានខ្ញុំដដែលតែជាក់ស្ដែងទៅមិនខុសគ្នាតាធំជាងដូចគ្នាតា and ហើយ select and that មក enter មួយមកនៅកន្លែងនេះខ្ញុំមើលតិចសិនខុសអីគេអូខេកន្លែងនិយាយអត់ដឹងខុសកន្លែងណាបណ្ដោយអូខេដាក់សញ្ញាដុល្លារមួយ the payback F មិនបាន error អូទៅតាអូខេខ្ញុំសុំមើលសិនភ្លេចដាក់សញ្ញា N enter មួយមកព្រឹករាល់តែមើលបាននេះព្រមទៀតស្រួលមើលអូខេត្រឹមត្រូវតែបើយើងរៀបតែប៉ុណ្ណឹងបានហើយយើងយកទៅ2ខែយើងទៅរៀបដល់ខាងក្រោមតែមិនបាច់ទេហើយយើង convert ដូចគ្នាយើងទាញនេះមួយមកគ្រាន់តែបដូរខាងលើនេះទៅជា column G ហើយយើងទាញមកដូចគ្នាមកជាការស្រេច copy convert ផាសទាញយកឆ្វាច់រួចរាល់មួយទៀត